សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់មកចែកម្លែកបងប្អូនពាក់ព័ន្ធនឹងព័ត៌មានសំខាន់ដែលចេញកាលពីម្សិលមិញណាតាមការសន្យានៅពេលដែលយើងទទួលបាន travel ban ណាការធ្វើដំណើរឬការហាមឃាត់ធ្វើដំណើរទៅអាមេរិកហ្នឹងជាផ្លូវការយើងនឹងចេញវីដេអូបកស្រាយជូនបងប្អូនណាអញ្ចឹងបច្ចុប្បន្នផ្លូវការហើយចេញដោយ website របស់ State Vimin ណាឬក៏ចេញដោយលោកប្រធានាធិបតី Donald Trump គឺបច្ចុប្បន្ននេះគេបានបន្ថែមប្រទេសដែលគេហាមឃាត់មិនឲ្យធ្វើដំណើរទៅអាមេរិកហ្នឹងពី19ទៅ39ជាផ្លូវការហើយចូលជាធនមានផ្លូវការចាប់ពីថ្ងៃទី1ខែ1ឆ្នាំ2026ខាងមុខនេះខែក្រោយនេះណាអញ្ចឹងជាដំណឹងល្អគឺប្រទេសកម្ពុជាយើងអត់មាននៅក្នុង list ហ្នឹងទេអញ្ចឹងបងប្អូនជប់អារម្មណ៍ទេទៅព័ត៌មាននេះគឺវាចេញផ្លូវការហើយក៏មិនមានប្រទេសកម្ពុជាយើងដែរអញ្ចឹងបងទទួលបានព័ត៌មានផ្លូវការហើយអត់មានប្រទេសកម្ពុជាយើងទេកុំបារម្ភបងចង់ដាក់កម្មវិធីអីដាក់ទៅតាមធម្មតាទៅមានគ្រូសាស្ត្រធានាបើមាន employment ឬក៏ EB3 ក៏ EB3 ទៅតាមធម្មតាហើយការដែលហាមឃាត់ហ្នឹងគឺមានពីរប្រភេទគេចែកចេញជាពីរប្រភេទទី1គឺ full suspension ហ្នឹងគឺមានន័យថាបិទទាំងអស់ទាំងប្រភេទអន្តរប្រវេសន៍និងមិនអន្តរប្រវេសន៍គឺអត់ឲ្យមានវីសាចូលទៅតែម្ដងតែសហរដ្ឋអាមេរិកតែម្ដងណាប្រភេទទី2គឺ partial suspension ឬក៏យើងនិយាយខ្មែរទៅថាបិទដែរតែហាមឃាត់តែខ្លះឯងអញ្ចឹងណាដូចជាប្រភេទគេ full suspension ណាប្រភេទបិទទាំងអស់ដូចនៅប្រទេសអាស៊ានអញ្ចឹងមានតែមួយឯងគឺប្រទេសឡាវគឺគេបិទទាំងអស់ហ្មងគឺមិនឲ្យទៅទេទាំង non immigration ទាំង immigration គឺមិនឲ្យមានទេហើយប្រទេសខ្លះតែ partial suspension នេះគឺប្រទេសហ្នឹងគឺមិនន័យថាគេហាមឃាត់តែចំណុចខ្លះឯងអត់ទាំងអស់ឯងឬក៏តែប្រភេទទឹកថាការខ្លះមិនទាំងអស់ទេហើយមូលហេតុដែលគេ ban ឬក៏ហាមឃាត់ការធ្វើដំណើរនឹងដែរមានច្រើនប្រភេទដែរច្រើនជាងគេគឺទី1គឺប្រភេទ security risk ហ្នឹងដោយសាររដ្ឋាភិបាលខ្លះគេអត់បានចែករំលែកព័ត៌មានពលរដ្ឋរបស់គេពាក់ព័ន្ធនឹង passport ឬក៏តាក់សៀនប័ណ្ណអីជាមួយនឹងរដ្ឋាភិបាលអាមេរិកចឹងណាដើម្បីអាចធ្វើការ verify បានថាតើតាក់សៀនប័ណ្ណគាត់នឹងពិតប្រាកដដែរទេមានខ្លាំងបន្លំដែរទេជាដើមមិនសូវសហការមួយអាមេរិកចឹងគឺជាហេតុផលមួយដែរជាហេតុផលទី1ហើយទី2ដែលសម្បូរដែរនោះគឺប្រភេទ overstay គឺភាគរយអ្នកដែលទៅអាមេរិកណាន័យថាពលរដ្ឋនៅក្នុងប្រទេសនោះទៅអាមេរិកហើយភាគរយខ្ពស់ដែលមិនគោរពទិដ្ឋាការដែលគាត់ទទួលបានឬក៏រស់នៅខុសសុពលភាពទិដ្ឋាការដែលគេកំណត់ជូនគាត់ណាអញ្ចឹងដូចប្រទេសឡាវជាដើមប្រទេសឡាវទៅដែរឧទាហរណ៍អ្នកដែលទទួលបានប្រភេទទិដ្ឋាការទៅលេងទៅរៀនអីគឺរហូតដល់39%មិនគោរពតាមទិដ្ឋាការអញ្ចឹងធ្វើឲ្យប្រទេសឡាវបច្ចុប្បន្នគឺ full suspension តែម្ដងហើយហេតុផលទី3គឺពាក់ព័ន្ធទៅនឹងប្រទេសខ្លះអនុញ្ញាតឲ្យមាន citizenship by investment ណាដូចប្រទេស Dominica ជាប្រទេសមួយនៅ Caribbean ហ្នឹងរវាងអាមេរិកខាងជើងនិងអាមេរិកខាងត្បូងណាគឺគេលក់ citizenship មានន័យថាបើយើងវិនិយោគ 60000 70000 100,000 អីជាដើមទទួលបាន citizenship ឬក៏សញ្ជាតិប្រទេសនោះអញ្ចឹងអាមេរិកក៏គេអត់ចូលចិត្តដែរដោយសារតែបញ្ហាលក់ citizenship by investment ហ្នឹងហើយយើងឃើញថាប្រទេសកម្ពុជាយើងក៏មានឃើញការផ្សព្វផ្សាយលក់ investment citizenship ទៅ Dominica អីជាដើមដែរអញ្ចឹងអាហ្នឹងក៏ជាហេតុផលមួយដែរហើយហេតុផលមួយទៀតដែរនោះគឺប្រទេសខ្លះគឺគេអនុញ្ញាតឲ្យមានក្រុមភេរវករណាក្រុមភេរវករដែលទីតាំងឬក៏មានក្រុមនឹងនៅក្នុងប្រទេសនឹងអីនឹងកំពុងតែប្រតិបត្តិការជាដើមដូចជាប្រទេសណៃជីរីជាដើមណាឧទាហរណ៍អញ្ចឹងប្រទេសហ្នឹងក៏ full suspension ដែរហើយភាគច្រើននៃ partial suspension គឺទី1រដ្ឋាភិបាលមិនសិនសហការគ្នាហើយទី2គឺ overstay ហ្នឹងអញ្ចឹងហេតុផលគឺប៉ុណ្ណឹងដែលចេញជា travel ban ណាហើយប្រភេទ2ខាងលើ suspension ហើយនិង partial suspension ហើយអត់មានកម្ពុជាយើងទេទាំងអស់ហ្នឹងគឺមិនមានប្រទេសកម្ពុជាយើងជាថ្មីម្ដងទៀតណាអញ្ចឹងសម្រាប់បងដែលចិត្តគិតថាចង់ដាក់កម្មវិធី EB3 visa បើសិនជាមាន family ប្រភេទឪពុកម្ដាយជា US citizen បងប្អូនជា US citizen ហើយបើសិនជាយើងរៀបការទៅ US citizen ឬ green card holder ឬក៏ដាក់កម្មវិធី EB1 EB2 ឬក៏ EB3 នេះដែលនៅទាមទារលក្ខខណ្ឌច្រើនហ្នឹងបងអាចដាក់បានធម្មតាទេគឺមិនមានប៉ះពាល់ដល់ប្រទេសកម្ពុជាទេពីពេលនេះទៅកុំបាច់បារម្ភទៀតទេហើយបើយើងនិយាយឲ្យមិនព្រោះស្ដាប់មួយទៀតចុះខ្ញុំឧទាហរណ៍ថា worst case scenario
worst case scenario ទៅចង់ចំណុចនេះឧទាហរណ៍ថាប្រទេសកម្ពុជាយើងស្ថិតនៅក្នុង ban ចោះខ្ញុំឧទាហរណ៍ណាបើយើងមិនចង់ទេនេះគ្រាន់តែឧទាហរណ៍ឲ្យបងយល់បើសិនជាយើងបើទោះជាយើងនៅក្នុង travel ban សម្រាប់បងដែលដាក់កម្មវិធី EB3 វីដេអូនេះសម្រាប់គាត់ទេEB3 សម្រាប់ Anski គឺចំណាយពេលយូរបងដឹងហើយគឺ4ឆ្នាំទៅ4ឆ្នាំកន្លះអញ្ចឹងឧទាហរណ៍ថាប្រទេសកម្ពុជាចូលទៅក្នុង travel ban ថាតើ what happen អីគេកើតឡើងខាងមុខអញ្ចឹងបើបងដាក់ឥឡូវឧទាហរណ៍មិនន័យថា4ឆ្នាំទៅ4ឆ្នាំកន្លះទៀតទៅបងបានចូលសុភាហើយត្រង់4ឆ្នាំទៅ4ឆ្នាំកន្លះទៀតហ្នឹងគឺរដ្ឋបាលរដ្ឋប្រធានាធិបតីបច្ចុប្បន្នហ្នឹងប្រហែលជាលែងនៅទេហើយដោយសារតែរៀងរាល់4ឆ្នាំម្ដងប្រធានាធិបតីនៅអាមេរិកគេផ្លាស់ប្ដូរគេបោះឆ្នោតទៅថ្មីណាអញ្ចឹងដូចយើងឃើញកាលពី Joe Biden អញ្ចឹងគាត់ដក travel ban ចេញព្រោះ travel ban គាត់មានតាំងពី2016អញ្ចឹងបើទោះជាមានប្រទេសកម្ពុជានៅក្នុងហ្នឹងក៏បងអាចដាក់ EB3 បានធម្មតាទេមានន័យថាបើទោះជា travel ban ហ្នឹងគឺគេហាមឃាត់តែចេញ visa ឬក៏ទឹកធការឲ្យយើងចូលទៅទេប៉ុន្តែ Department of Labor US Citizenship and Immigration Services National Visa Center គឺគេទទួល application និង sponsor យើងបានធម្មតាអញ្ចឹងដូចបងដឹងទៅនៅ DOL Department of Labor 16ខែកន្លះហើយ USCIS បច្ចុប្បន្ន13ខែកន្លះហើយបើយើងអត់ប្រើ premium ណាហើយទៅចាំ visa bulletin ចង់2ឆ្នាំទៅ2ឆ្នាំជាងអញ្ចឹងទាំង Department of Labor ទាំង US Citizenship ហើយនិង National Visa Center អីគឺគេធ្វើការធម្មតាទទួលធម្មតាបើទោះជាប្រទេសនឹង travel ban ក៏ដោយប៉ុន្តែយើងមិនអាចចូលសម្ភាសយក visa បានចេញទៅអាហ្នឹងគឺចង់មានន័យអញ្ចឹងមានន័យថាឧទាហរណ៍បងដាក់ពីឥឡូវ4ឆ្នាំទៀតអាចនឹងមានការបោះឆ្នោតប្រធានាធិបតីថ្មីទៅហើយអញ្ចឹងដាក់នៅតែដាក់បានធម្មតាហ្នឹងចង់បងបាច់បារម្ភទេអត់តែថាយើងបានស្វែងចូលពីកម្មវិធីហ្នឹងយើងពិតជាមានក្តីសម័យពិតប្រាកដថាទៅនៅណាដាក់ធម្មតាទៅហើយប្រភេទ family base ដូចប្រភេទ F4 ណាប្រាណទៅឲ្យ System of US Citizen 17ឆ្នាំមកអញ្ចឹងដាក់ធម្មតាទៅកុំបារម្ភអីដាក់ធម្មតាត្រង់ទៅដល់ពេលសម្ភាសហ្នឹងគឺ situation នឹងច្បាប់អាចប្រែប្រួលហើយអញ្ចឹងបងជិតត្រូវយល់ចំណុចហ្នឹងនៅអាមេរិកប្រធានាធិបតីលើប្រធានាធិបតីណាមួយផ្លាស់ប្ដូរគឺតែងតែមានច្បាប់ផ្លាស់ប្ដូរចឹងឯងព្រោះអីប្រធានាធិបតីថ្មីមានគំនិតថ្មីមានការគិតថ្មីដឹកនាំប្រទេសបែបថ្មីអញ្ចឹងប្រទេសគេដែលជាប្រទេសប្រជាធិបតេយ្យតែងតែមានរឿងនឹងកើតឡើងដែលមានណាមើលឃើញទេអញ្ចឹងបងជុំអារម្មណ៍ឲ្យមានប្រទេសកម្ពុជាទេនិយាយខ្លីទី2នៅដាក់បានធម្មតាទាំងអស់អញ្ចឹងបើមានក្តីសម័យពិតប្រាកដចង់ទៅបងនៅអាមេរិកកុំភ្លេចតាក់ទងមកកាន់យើងខ្ញុំយើងមានការបង់ប្រាក់ពិសេសតែ500ក្នុងមួយខែអីគឺបងអាចចាប់ផ្ដើមបានហើយមិនចាំមានលុយដុំទេហើយវីដេអូបន្ទាប់ដែលយើងនឹងជម្រាបបងទាំងអស់គ្នាគឺថានៅពេលដែលប្រទេសទាំងអស់នេះ travel ban 39នេះថាតើ annual cap នៃកម្មវិធី EB3 តែមួយឆ្នាំ10000ហ្នឹងគេនឹងបកគលឲ្យប្រទេសណាហើយនីតិវិធីនៃការបកគលយ៉ាងណានេះជាវីដេអូបន្ទាប់ដែលយើងនឹងធ្វើជូនបងទាំងអស់គ្នាឲ្យបានដឹងថាតើអាចមានសង្ឃឹមថា EB3 យើងដើរលឿនជាងមុនដែរទេតាមរយៈ travel ban នេះអញ្ចឹងសូមបង follow page យើងមួយដើម្បីទទួលបានព័ត៌មានថ្មីៗពីសហរដ្ឋអាមេរិកឬក៏ Immigration News សូមអរគុណ